តោះបងថ្ងៃនឹងមកកាត់កាជៀកខាញ់ទៀតណាបងប្អូនណាតែមួយសានវីដេអូនេះគឺកាត់តាំងពីកូនជើងទៅហ្មងបងប្អូនហើយបងប្អូនណាដែលគាត់មានជើងសាច់ខ្លាំងអីហ្នឹងកុំភ្លេចអញ្ជើញមកខាងខ្ញុំបានបងហើយមើលវីដេអូនេះបងអើយនិយាយពីថាសាច់គាត់ច្រើនដែរហ្នឹងបងប្អូននេះសាច់ឡើងមកកណោហ្មងហ្នឹងថ្ងៃនេះដាច់ចិត្តធ្វើវីដេអូតាំងពីកូនជើងដល់មេជើងណាបងប្អូនហើយដល់ខ្ញុំធ្វើវីដេអូតាមេជើងឯងបងប្អូនតែថ្ងៃនេះធ្វើតាំងពីកូនជើងរហូតដល់មេជើងបងប្អូនណាឃើញសាច់គាត់ទំនងពេកអញ្ចឹងក៏ថតឲ្យបងប្អូនមើលទៅថតមើលតែឯងអត់សុខចិត្តទេណាបងប្អូនតើចែកបងប្អូនមើលដែរហើយបងប្អូនមើលឲ្យជួយ like ជួយ follow ខ្ញុំម្នាក់មួយផងណាបងនេះមើលបងប្អូនអើយសប្បាយកាត់ដល់បងប្អូនជាងដូចគ្នាទៅយកអារម្មណ៍មួយនឹងបងប្អូនឃើញសាច់សាច់ភ្ញៀវច្រើនអីខ្វាកហ្មងបងប្អូនអើយឃើញសាច់ច្រើនអញ្ចឹងអត់មើលតែឯងអត់កាត់តែឯងទេបងប្អូនណាទាញទូរស័ព្ទមកថតទុកឲ្យបងប្អូនមើលដែរមើលបងប្អូនអើយជាតិត្មងណាហើយបងប្អូនណាដែលគាត់មានជើងកប់ខ្លាំងសាច់ច្រើនអីហ្នឹងក៏ភ្លេចអញ្ជើញមកខាងខ្ញុំបានទីតាំងខ្ញុំស្រួលរកបងប្អូនខ្ញុំបញ្ជាក់រហូតហ្នឹងណាបងប្អូនហើយបងឃើញទេអាចឆាតចូល Telegram ក៏បានឆាតចូល Facebook ខ្ញុំក៏បានណាពុកម៉ែបងប្អូនមើលជាតិហ្មងណាជាងឃើញហើយមិនខ្វាក៏មិនលោកនេះឡើងសាច់មកកណោចឹងហ្មងបងប្អូនអើយកាត់សត្វសាច់ពេញកត្រៃបងប្អូនសាច់ច្រើនណាបងប្អូនហើយចាំមើលពេលធ្វើឲ្យបងប្អូនជួយឲ្យបន្ទុកផងចាំមើលស្អាតទេកូនជើងអញ្ចឹងបងប្អូនមិនកាត់អីច្រើនទេឆឹបតាគៀនខាងតិចឲ្យគាត់ស្លាស់ជើងអញ្ចឹងណាបងហើយបើកាត់សាច់ឲ្យអត់ឆឹបឲ្យភ្ញៀវឡៃនឹងតិចទេ3ដូចអត់បានកាត់ចឹងបងនិយាយពីថាតើឆឹបគៀនលួចតិចបានស្លាស់ជើងល្អបងប្អូនហើយលួចតិចបានទេបងប្អូនកុំលួចខុសតម្រង់ភ្ញៀវបងប្អូនភ្ញៀវស្រឡាញ់ជ្រុងទៅជាបងប្អូនអើយជាងលួចកន្លែងហ្នឹងអស់ទៅជាមូលអស់ទៅអាហ្នឹងលេងស្អាតវិញណាបងប្អូនលួចតែតិចបានហើយនឹងទៅស្អាតហើយជ្រុងនៅតែជ្រុងដដែលហើយស្លាស់ជើងល្អណានេះបងប្អូនអើយដល់វគ្គកន្លែងជាតិណានេះដល់វគ្គមេជើងហើយមេជើងជាតិខ្លាំងណាមេជើងនេះសាច់ច្រើនហ្មងបងប្អូនតែឃើញសាច់ច្រើនពេកទាញវីដេអូថតតាំងពីកូនជើងដល់មេជើងឲ្យពុកម៉ែបងប្អូនមើលហ្មងនេះតែបើកាជៀកក្រាញ់គឺអត់សូវទេបងប្អូនជើងបងស្រីពាក្យច្រើនតែសាច់ជាក្រាញ់កប់តែបន្តិចល្មមឯណាបងប្អូននេះហើយបងប្អូនកុំភ្លេចទីតាំងខាងខ្ញុំគឺស្រួលរហូតទេបងប្អូនណាដែលគាត់មានជើងកប់ខ្លាំងអីហ្នឹងក៏ភ្លេចអញ្ជើញមកខាងខ្ញុំបានណាបងប្អូនបើថារត់ឃើញទេអាចឆាតមកក៏បានអាចខលមកក៏បានដែរណាពុកម៉ែបងប្អូនហើយបើឆ្ងល់អីអាចឆាតសួរខ្ញុំក៏បានដែរជាងនេះបើកដៃឲ្យសួរឲ្យតែបងប្អូនប្រកែឆ្ងល់មកដាក់សំណួរមកជាងនេះឆ្លើយគ្រប់សំណួរទាំងអស់ហ្មងបងប្អូន